ច្បាស់ពីសត្រូវនិងកម្ចាត់វាឲ្យបានមនុស្សដែលមិនស្គាល់ខ្លួនឯងប្រៀបដូចជានគរមួយគ្មានព្រះមហាក្សត្រប្រទេសមួយគ្មានអ្នកដឹកនាំនិងក្រុងមួយដែលគ្មានកំផែងការពារសត្រូវដែលមើលឃើញមិនពិបាកច្បាំងតែពិបាកបំបែកនោះគឺសត្រូវក្នុងចិត្តរបស់យើងទៅវិញនោះទេបើសិនជាសត្រូវក្នុងចិត្តមិនអាចកម្ចាត់បានវាគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរហើយក៏ជាការបរាជ័យដ៏ធំបំផុតផងដែរក្នុងស្ថានភាពខ្លះវាអាចធ្វើឲ្យយើងបរាជ័យក្នុងជីវិតបរាជ័យនៅក្នុងគ្រួសារក្នុងសហគមន៍ហើយថាមិនត្រូវអាចមានគ្រោះថ្នាក់ធំដល់ប្រទេសជាតិក៏អាចថាបានសត្រូវអាចមានច្រើនលើសពីអ្វីដែលអ្នកធ្លាប់គិតសត្រូវខាងក្នុងមិនកម្ចាត់សត្រូវខាងក្រៅមុខតែបានចិត្តហើយអ្នកប្រាជ្ញកាលពីសម័យដើមបានបង្រៀនថាបើអាចយកឈ្នះនិងគ្រប់គ្រងចិត្តខ្លួនឯងបានសូម្បីតែកងទ័ពខ្លាំងរបស់សត្រូវ100,000នាក់ក៏មិនអាចប្រៀបស្មើបានដែរដោយអ្វីដែលសុនជឺបានពោលថាស្គាល់ខ្លួនឯងស្គាល់សត្រូវច្បាំង100ដងឈ្នះ100ដងមានមូលហេតុជាក់លាក់និងអំណះអំណាងពិតប្រាកដក្នុងការជួយគាំទ្រនិងបកស្រាយចំពោះអត្ថន័យទាំងនេះជាទូទៅនៅក្នុងចិត្តរបស់មនុស្សយើងមានសត្រូវមួយចំនួនដែលយើងអាចមើលរំលងនិងមិនចាប់អារម្មណ៍ទាល់តែសោះជួនកាលយើងបានបរាជ័យរួចទៅហើយក៏នៅមិនទាន់ដឹងថាមកពីមូលហេតុអ្វីបើវិភាគឲ្យដល់ទៅសត្រូវទាំងអស់នោះគឺជាជំងឺផ្លូវចិត្តដែលពិបាកនឹងព្យាបាលបានតាមធម្មតាជំងឺផ្លូវចិត្តវាកើតឡើងមិនថាចំពោះមនុស្សធម្មតាក៏មិនថាចំពោះថ្នាក់ដឹកនាំនោះទេខណៈពេលដែលកងទ័ពចាញ់ច្បាំងមនុស្សដែលសំខាន់បំផុតគឺមេទ័ពដែលមានសមត្ថភាពខ្ពស់គឺជាមនុស្សយល់ច្បាស់អំពីខ្លួនឯងនិងសត្រូវបើទោះបីជាទ័ពខ្លាំង100,000នាក់ក៏មិនអាចប្រៀបស្មើបានទ័ពខ្លាំង100,000នាក់នៅពេលនេះហាក់បីដូចជាជំងឺផ្លូវចិត្តដែលមានក្នុងខ្លួនរបស់មនុស្សគ្រប់រូបដែលមានជំងឺទាំងនោះត្រូវតែពិនិត្យមើលថាតើជាជំងឺអ្វីខ្លះទើបយើងអាចរកវិធីព្យាបាលឲ្យជាសះស្បើយឡើងនិងឈានទៅរកភាពជោគជ័យបានទី1ធ្វើតាមតែអារម្មណ៍និងផ្ដេកផ្ដួលតាមវាសនាមនុស្សដែលមានគោលដៅនិងផែនការពិតប្រាកដតែងចង់កំណត់វាសនាខ្លួនឯងដោយពឹងផ្អែកទៅលើការគិតទៅលើចំណេះដឹងទៅលើជំនាញទៅលើចំណុចខ្លាំងនិងការបដិញ្ញាចិត្តខ្ពស់របស់ខ្លួនពួកគេទាំងនោះតែងតែព្យាយាមលះបង់ការសប្បាយនិងការទូលទុនទៅតាមអារម្មណ៍ដែលអាចជាភាពលយឆាយនិងការទាក់ទាញរបស់ពិភពលោកនេះផ្ទុយទៅវិញមនុស្សភាគច្រើនមិនចូលចិត្តដើរតាមក្បួនខ្នាតត្រឹមត្រូវអ្វីនោះទេតែចង់តែបណ្ដោយខ្លួនតាមអារម្មណ៍តាមវាសនាតាមការចង់បាននិងភាពខ្ជិលច្រអូសរបស់គេហើយឆាកជីវិតនេះទុកឲ្យវាសនាជាអ្នកសម្រេចទៅវិញជាឧទាហរណ៍មនុស្សភាគច្រើនតែងតែមានទម្លាប់ជួបជុំមិត្តភ័ក្តិមិត្តថ្មីមិត្តចាស់ផឹកស៊ីសប្បាយលើកដាច់អួតក្អេងក្អាងពីការផឹកស៊ីពីមួយកន្លែងទៅមួយកន្លែងជាទូទៅពិបាកនឹងហាមចិត្តខ្លួនឯងបានហើយថែមទាំងចំណាយថវិកាច្រើនលើសពីការកំណត់ទៅទៀតទង្វើបែបហ្នឹងប្រែជាទម្លាប់ដូចជាការទទួលទានទឹកសម្រាប់បម្រុងរាងកាយជារៀងរាល់ថ្ងៃចឹងដែរមែនហើយការទទួលទាននិងការជួបជុំមិត្តភ័ក្តិមិនមានអ្វីខុសឆ្គងច្រើននោះទេក៏ប៉ុន្តែតើធ្វើយ៉ាងណាឲ្យស្ថិតនៅក្នុងការគ្រប់គ្រងនិងដោយការទទួលខុសត្រូវទី2អំនួតមានះរឹងរូសនិងអាត្មានិយមភាពក្អេងក្អាងមានះរឹងរូសនិងភាពអាត្មានិយមដែលតែងតែចូលចិត្តឲ្យតម្លៃខ្លួនឯងធំគឺជាសេចក្តីទន់ជ្រាយនិងជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់មនុស្សគ្រប់រូបជាពិសេសសម្រាប់ថ្នាក់ដឹកនាំការដែលមិនឲ្យតម្លៃលើសមត្ថភាពអ្នកដទៃជាពិសេសមិនស្ដាប់យោបល់អ្នកដទៃអាចធ្វើឲ្យកិច្ចការទទួលបរាជ័យយ៉ាងងាយហើយសត្រូវក៏អាចនឹងប្រើយុទ្ធសាស្ត្រញុះញង់បំបែកបំបាក់បានដោយងាយផងដែរមនុស្សមានសមត្ថភាពជាមនុស្សដែលចេះបត់បែនតាមកលៈទេសៈ
សម្រាប់កិច្ចការអ្វីមួយប្រកបដោយហេតុផលសមរម្យចេះទាញយកចំណុចសំខាន់នៃយោបល់របស់ទីប្រឹក្សាលើសពីនេះគេអាចសម្របសម្រួលនិងធ្វើការបានយ៉ាងរលូនក្នុងក្រុមមនុស្សបែបនេះបើទោះបីជាគេផ្លាស់ទៅទីកន្លែងការងារដល់ទីណាក៏ដោយក៏មានអ្នកតាមរាប់អានតាមអធ្យាស្រ័យនិងប្រគល់កិច្ចការសំខាន់ឲ្យដែររីឯមនុស្សដែលទាញយកឈ្មោះនិងភាពជោគជ័យរបស់អ្នកដទៃខ្សែស្រឡាយដើម្បីមកអួតថាខ្លួនឯងខ្លាំងនិងពូកែនោះគេមិនមែនជាមនុស្សដែលមានសមត្ថភាពពិតប្រាកដនោះទេទី3មិនចេះមើលមនុស្សឃើញអ្នកប្រាជ្ញដោយជៀសឲ្យតម្លៃតែសាច់ញាតិឯងមេរកប្រាជ្ញរើសមេមានប្រាជ្ញដោយខ្លាដោះស្លាប់ពីរឃ្លានេះមានអត្ថន័យមិនធម្មតានោះទេបើសិនជាចង់សម្រេចកិច្ចការធំត្រូវពឹងផ្អែកលើប្រាជ្ញានិងយោបល់របស់អ្នកប្រាជ្ញបើសិនជាចង់បានអ្នកមានសមត្ថភាពពិតត្រូវមានការអត់ធ្មត់ខ្ពស់មានការបដិញ្ញាចិត្តខ្ពស់ព្រមទាំងមានភាពស្មោះត្រង់និងគុណធម៌មិនគួរឲ្យតម្លៃតែមិត្តឯងនិងសាច់ញាតិឯងនោះទេបើសិនជាគ្មានសច្ចធម៌អ្នកប្រាជ្ញក៏មិនព្រមឲ្យប្រើព្រោះថាអ្នកមានសមត្ថភាពពិតប្រាកដតែងតែរើសម្ចាស់ក៏ប៉ុន្តែបើយកអ្នកប្រាជ្ញបានហើយគឺហាក់បីដូចជាខ្លាដោះស្លាប់អញ្ចឹងដែរការរាប់អានមិត្តវាគឺជារឿងសំខាន់ខ្លាំងណាស់បើមិត្តរបស់អ្នកចូលចិត្តការសប្បាយផឹកស៊ីនោះអ្នកប្រកាសជាមានថ្ងៃអង្គុយផឹកស៊ីជាមួយគេដែរហើយបើសិនជាមិត្តរបស់អ្នកចូលចិត្តការអានសៀវភៅជជែកពីមុខជំនួញនិងការងារវិញពេលខ្លះអ្នកនឹងនិយាយថាធុញណាស់ខ្ញុំចូលចិត្តបណ្ដែតអារម្មណ៍តាមទីមស្រានិងស្ដាប់ចម្រៀងពីរោះវិញនេះជាការជ្រើសរើសរបស់អ្នកគ្មាននរណាមួយអាចបង្ខំអ្នកបានទេទី4មិនហ៊ាននិយាយការពិតបកស្រាយពីកំហុសនិងភាពខ្សោយរបស់ខ្លួនឯងមនុស្សភាគច្រើនចូលចិត្តលាក់បាំងភាពខ្សោយនិងមិនហ៊ាននិយាយថាខ្លួនមានកំហុសហើយក៏មិនចង់ទទួលស្គាល់ការពិតផងដែរប្រការដែលយើងមិនហ៊ានបញ្ជាក់ពីលក្ខណៈពិតរបស់ខ្លួនឲ្យអ្នកដទៃដឹងបណ្ដាលមកពីមូលហេតុតែមួយគត់គឺខ្លាចខ្មាស់គេនិងខ្លាចគេថាយើងនឹងវាអន់ក្នុងការដឹកនាំមិនថាប្រទេសមិនថាក្រុមហ៊ុនឬក៏ក្រុមគ្រួសារនោះទេយើងត្រូវចេះបត់បែនជាចាំបាច់នៅពេលដែលយើងហ៊ាននិយាយការពិតប្រាប់ពីភាពខ្វះខាតរបស់ខ្លួននោះប្រកាសណាស់អ្នកនឹងទទួលបានជំនួយដែលនឹកស្មានមិនដល់នេះគឺជាជំងឺផ្លូវចិត្តដែលកើតឡើងចំពោះមនុស្សភាគច្រើននៅក្នុងសម័យនេះទី5ការភ័យខ្លាចនិងការបាត់បង់ទំនុកចិត្តលើខ្លួនឯងពេលកិច្ចការសំខាន់មកដល់អ្វីដែលណាប៉ូឡេអុងហ៊ីលបានបញ្ជាក់នៅក្នុងសៀវភៅរបស់គាត់ថាឧបសគ្គនៃភាពជោគជ័យដ៏ធំមួយនោះគឺភាពភ័យខ្លាចនៅពេលកិច្ចការសំខាន់ចូលមកដល់យើងតែងតែបាត់បង់ទំនុកចិត្តលើខ្លួនឯងដែលធ្វើឲ្យលទ្ធផលធ្លាក់ចុះជួនកាលគ្រាន់តែមានរឿងអ្វីបន្តិចបន្តួចមកបង្អាក់ធ្វើឲ្យយើងមានភាពទន់ជ្រាយនិងមិនហ៊ានដើរទៅមុខទៀតនោះទេជំងឺផ្លូវចិត្តមួយនេះអាចកើតមានចំពោះអ្នកធ្វើជំនួញថ្មីហើយជាពិសេសអ្នកដែលមិនសូវមានបទពិសោធន៍ច្រើនតែត្រូវចងចាំថានេះគ្រាន់តែជាជំងឺផ្លូវចិត្តមួយតែប៉ុណ្ណោះអ្នកត្រូវហ៊ានទទួលយកនិងព្យាបាលវាឲ្យបានដើម្បីច្បាំងឈ្នះសត្រូវមួយនេះនិងឆ្ពោះទៅកាន់នគរមួយដែលមានភាពរីកចម្រើនយើងត្រូវបន្ថែមការជឿជាក់ដោយធ្វើការអភិវឌ្ឍខ្លួនឲ្យបានច្រើនជាងមុនបង្កើតបទពិសោធន៍ក្នុងការងារឲ្យស្របទៅនឹងទស្សនវិស័យនិងគោលដៅដែលយើងចង់បាននោះអ្នកនឹងអាចយកឈ្នះនិងមានទំនុកចិត្តលើការងារដែលអ្នកធ្វើជាក់ជាមិនខានទី6ការចំណាយទ្រព្យសម្បត្តិឬថវិកាខ្ជះខ្ជាយបំផ្លាញសុខភាពខ្លួនឯងនៅពេលដែលជីវិតយើងមិនអាចអត់បាននូវភាពទាន់សម័យភាពស៊ីវិល័យការចំណាយក៏កាន់តែច្រើនទៅដែរឡានថ្មីទូរស័ព្ទ iPhone ស៊េរីថ្មីចូលផ្សារទំនើបនិងចូលហាងធំរាល់ដងប្រើឧបករណ៍អគ្គិសនីដែលស៊ីភ្លើងច្រើនពេលបានចូលហាងផឹកស៊ីសប្បាយហើយមិនអាចចោល KTV បានសាកគិតទៅមើលបើសិនជាចំណាយច្រើនម្លឹងនោះអាចមានដើមទុនធ្វើអាជីវកម្មមានប្រាក់សន្សំ
នឹងធ្វើជាអ្នកមានម្ដេចនឹងបានទៅការចំណាយដែលមានកម្រិតនិងស្ថិតក្នុងការបានគិតត្រឹមត្រូវបានធ្វើឲ្យជីវភាពរស់នៅបានធូរធារមួយកម្រិតធំការបំផ្លាញសុខភាពក្នុងការទទួលទានសុរានិងបារីច្រើនអាចធ្វើឲ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងខ្លាំងថែមទាំងចំណាយថវិកាច្រើនទៀតផងការសន្សំសំចៃក៏មានក្បួនខ្នាតរបស់វាត្រឹមត្រូវដែរបើចង់បានភាពជោគជ័យនៅក្នុងជីវិតចង់បានក្រុមគ្រួសារមួយដ៏កក់ក្ដៅចង់មានសុខភាពល្អបរិបូរណ៍គឺចាប់ផ្ដើមពីខ្លួនយើងទាំងស្រុងមិនមាននរណាមកជួយបង្កើតវាឲ្យយើងនោះទេសូមបញ្ជាក់ថាភាពជោគជ័យដែលខ្ញុំបានអធិប្បាយមកនេះមិនមែនគ្រាន់តែជាភាពជោគជ័យផ្នែកថវិកាតែមួយមុខប៉ុណ្ណោះនោះទេប៉ុន្តែកត្តាមួយចំនួនទៀតដែលជួយជ្រោមជ្រែងឲ្យជីវិតរបស់យើងដើរទៅរកភាពជោគជ័យក្នុងជីវិតពិតប្រាកដនោះគឺកត្តាសុខភាពកត្តាសុភមង្គលក្នុងគ្រួសារព្រមទាំងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គមដែលគេទទួលស្គាល់ផងដែរចំណុចមួយចំនួនដែលខ្ញុំបានអធិប្បាយមកនេះប្រហែលជាមិនទាន់គ្រប់គ្រាន់និងអស់អត្ថន័យដែលចង់បាននោះទេគឺនៅមានចំណុចមួយចំនួនទៀតដូចជាការគិតខ្លីមើលមិនឃើញអនាគតវែងឆ្ងាយគ្មានគុណធម៌គ្មានសច្ចធម៌គ្មានយុត្តិធម៌ក៏អាចជាជំងឺផ្លូវចិត្តដ៏កាចសាហាវផងដែរជាសរុបមកបើសិនជាយើងជាបុគ្គលមួយរូបមិនថាជាមនុស្សធម្មតាជាបុគ្គលិកជានិយោជកក្រុមហ៊ុនឬមួយក៏ជាប្រធានស្ថាប័នឬក៏ជាថ្នាក់ដឹកនាំប្រទេសនោះទេបើសិនជាមិនស្គាល់ពីជំងឺផ្លូវចិត្តដែលបានអត្ថាធិប្បាយមកនេះនិងរកថ្នាំត្រឹមត្រូវដើម្បីមកព្យាបាលទាន់ពេលវេលាទេនោះអ្នកអាចនឹងបាត់បង់ផលប្រយោជន៍ដ៏ធំដែលអាចជាភាពជោគជ័យក្នុងជីវិតទាំងស្រុងឬវាសនារបស់ប្រទេសជាតិទាំងមូលផងក៏មិនដឹងហើយខ្ញុំក៏សូមអភ័យទោសផងដែរដែលខ្ញុំជ្រើសរើសប្រើពាក្យថាជំងឺផ្លូវចិត្តយកមកប្រើប្រាស់នៅក្នុងការអត្ថាធិប្បាយនៃវីដេអូនេះក៏ប៉ុន្តែសូមឲ្យមិត្តអ្នកស្ដាប់គ្រាន់តែយល់ថាវាគឺជាការប្រៀបធៀបចំណុចមិនល្អដែលមាននៅក្នុងខ្លួនមនុស្សជាទូទៅតែប៉ុណ្ណោះគឺមិនចង់មានន័យថាមនុស្សគ្រប់គ្នាមានជំងឺផ្លូវចិត្តហើយត្រូវតែរកគ្រូពេទ្យរោគចិត្តមកព្យាបាលនោះទេ